ថ្ងៃនេះយើងមកបង្ហាញអំពីការប្រើប្រាស់ scan sync tool mark យើងមក program រាប់ជាប្រអប់លេខរបស់ SDES S221 ឆ្នាំ2008អញ្ចឹងនៅពេលដែលយើងដូរប្រអប់លេខយើងត្រូវការ copy ឬមួយក៏ត្រូវការ renew ប្រអប់វិជាឲ្យទៅជាថ្មីដើម្បីយើងយកទៅដាក់លើឡានផ្សេងព្រោះយើងប្រើភាគច្រើនប្រអប់វិជាគឺ second hand ប្រអប់ជាមួយទឹកប្រអប់លេខមួយទឹកថ្ងៃនេះយើងមកប្រើប្រាស់ scan sync tool mark ដើម្បី renew វានិង program វាអញ្ចឹងបងប្អូនមើលនេះយើងត្រូវមាន scan tool sync tool mark យើងមានដល់ដុំSynca Pro 2ដើម្បី connect ជាមួយនឹងដោយប្រអប់លេខឥឡូវយើងចូល diagnostic Mercedes Benz ចុច OK អញ្ចឹងយើងប្រើ Bluetooth អញ្ចឹងចាប់ផ្ដើមសេយ Bluetooth កន្លែងនេះយើងយក anti-shift function អូខេអញ្ចឹងវាមានរូបភាពបើសិនជាយើង connect លើឡានយើងតដោយនេះដុំបែកវាអញ្ចឹងដុំនេះចូលឡានហើយខ្នែងមកចូលដុំ Bluetooth ហើយនឹងខ្នែងមកចូលទៅក្នុងដុំ Synca Pro 2តែបើយើងដាក់នៅខាងក្រៅយើងអត់មានឡានអញ្ចឹងយើងដាក់ភ្លើង 12V ចូលទៅក្នុងដូចនេះមកនេះយើងមិនបាច់ចាំ connect ទៅលើឡានទេហើយយើងតខ្នែងវាចូលមកដុំ Bluetooth មួយហើយនឹង Synca Pro 2មួយនេះតាមរូបភាពដែលវាឲ្យនេះតមកយកអូខេតមកយើងយកពាក្យ ECU Racing ហើយយក Transmission Control Unit នេះបើយើងចង់ធ្វើបបជាបបលេខគឺយើងយក Transmission Control Unit TCU បើយើងចង់ renew បបសិនយើងយក Engine Control Unit វាមើលក៏ដៃលេខ ISM អញ្ចឹងវាធ្វើបានទាំងអស់ EUS សល់ក៏វាធ្វើបានដែរយើងចង់ renew ហើយនឹងកកូដ ELV ក៏យើងធ្វើបានដែរអញ្ចឹងឥឡូវយើងមកសាកតេស្តជាមួយនឹងបបលេខចូល Transmission Control Unit តមកយើងមើល wiring diagram មើលពីរបៀបដោតដូចបបជាបបលេខហ្នឹងអញ្ចឹងចុច wiring diagram មកអញ្ចឹងវាចេញរូបភាពមកឲ្យយើងត្រូវ connect ហើយយើង connect វាតិចមកអញ្ចឹងយើងមើលរូបភាពវាអញ្ចឹងដូចវាដូចគ្នាអញ្ចឹងមើលអញ្ចឹងវាមានភ្លើងវាមានម៉ាស់អញ្ចឹងភ្លើងលេខ1ម៉ាស់លេខ10នេះវាបញ្ជាក់ប្រាប់យើងពី 12V ចូលលេខ4នេះម៉ាស់អញ្ចឹងយើងដោតចូលភ្លើង can low can high can high ទី9 can low ទី6 can high ទី9អញ្ចឹងខ្សែនេះវាចេញពីរក2មកយកមកនេះដោយប្រអប់លេខអញ្ចឹងយើង connect ហើយអូខេអញ្ចឹងយើង read model data ចូលពាក្យ read model data ដើម្បីមើលទិន្នន័យវាអញ្ចឹងនេះលេខតួឡាន serial number hardware number TP នេះ TP អូខេអញ្ចឹងយើងចង់ read ទិន្នន័យវាទុកយើងយកអូខេហើយយក yes ដើម្បីយើង copy ចូលទៅក្នុងផ្សេង rename វាមកដាក់ ben 1 2 3អូខេយើង save វាទុកមកបន្ទាប់ពីយើង save ហើយឧទាហរណ៍យើងចង់ copy យើង load file ហ្នឹងយកទៅដាក់ទៅក្នុងប្រអប់មួយទៀតតែបើយើងចង់ renew វាបន្ទាប់ពីយើងចង់ renew ហ្នឹងគឺយើង renew ហើយយើងយកទៅដាក់នៅលើឡានយើង activate នៅលើឡានម្ដងទៀតគឺអូខេនេះគឺរបៀប renew completely remodel អូខេអញ្ចឹងវាចាប់ផ្ដើម renew ហើយអូខេអញ្ចឹងប៉ុណ្ណឹងគឺយើងយកប្រអប់ជានឹងចាប់ចូលក្នុងប្រអប់លេខហើយយើងយកទៅ program នៅលើឡានម្ដងទៀតគឺអូខេឥឡូវវិធីមួយទៀតគឺយើងអាចបើសិនជាយើង read វាទុកហើយយើងយកប្រអប់ផ្សេងប្រអប់ជាមួយទៀតមកយើងអាច load file ហ្នឹងរាយចូលក្នុងប្រអប់ជាមួយទៀតក៏បានដែរអូខេនេះយើងចប់ប្រាប់ពីរបៀប renew ហើយនឹង copy